អូខេសួស្តីសូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលជាសិស្សថ្នាក់ទី12ត្រៀមប្រឡងបាក់ឌុបឆ្នាំ2025ខាងមុខនេះហ្នឹងហើយការប្រឡងបាក់ឌុបនៃការបច្ឆេទរបស់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃ18សីហាឆ្នាំ2025ឥឡូវនេះគឺចូលមកក្នុងខែអំឡុងខែ6ហើយហ្នឹងហើយក៏គៀកនឹងការប្រឡងដែរហើយសម្រាប់មេរៀនបងប្អូនមើលបានប៉ុន្មានភាគរយដែរតែឥឡូវកុំឲ្យចាំយូរក្នុងថ្ងៃនេះគឺខ្ញុំមាននៅវិញ្ញាសាប្រវត្តិវិទ្យាតពីវីដេអូមុនដែលវិញ្ញាសាត្រៀមប្រឡងបាក់ឌុបនៅក្នុងរបបសង្គមរាស្ត្រនិយមដែលដឹកនាំដោយសម្ដេចនរោត្តមសីហនុចាប់ពីឆ្នាំ1955តែឥឡូវយើងមកមើលនៅសំណួរទី1សំណួរទី1សួរថាតើប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមដឹកនាំដោយនរណាអញ្ចឹងប្រទេសកម្ពុជានៅក្នុងសម័យសង្គមរាស្ត្រនិយមដឹកនាំដោយសម្ដេចនរោត្តមសីហនុនេះគឺជាប្រភពរបស់ព្រះអង្គដែលខ្ញុំដកស្រង់ចេញពីក្នុង Google អូខេឥឡូវយើងមើលសំណួរតទៀតតើអង្គការសង្គមរាស្ត្រនិយមបង្កើតឡើងនៅថ្ងៃខែឆ្នាំណាហេតុអ្វីបានជាសម្ដេចនរោត្តមសីហនុចាំបាច់បង្កើតអង្គការនេះអញ្ចឹងគេសួរពីថ្ងៃខែឆ្នាំហើយមូលហេតុដែលបង្កើតអង្គការអូខេចម្លើយអង្គការសង្គមរាស្ត្រនិយមបង្កើតឡើងនៅថ្ងៃទី22មីនាឆ្នាំ1955បានជាសម្ដេចនរោត្តមសីហនុចាំបាច់បង្កើតអង្គការមានដូចជាសន្និសីទនៅសាវឆ្នាំ1954បានតម្រូវឲ្យកម្ពុជារៀបចំការបោះឆ្នោតតាមព្រះរាជតម្រិះសម្ដេចនរោត្តមសីហនុបើបញ្ហាជាតិនៅតែប្រេះស្រាំយើងមិនអាចកសាងជាតិទៅងើបពីអាណានិគមបារាំងបានឡើយសម្ដេចសីហនុចង់ឲ្យគណៈបកនយោបាយរួបរวมជំនួយព្រះអង្គតាមរដ្ឋធម្មនុញ្ញឆ្នាំ1947បានផ្ដល់អំណាចជាច្រើនដល់សភាគឺរាល់ទស្សនៈនយោបាយព្រះមហាក្សត្រត្រូវឆ្លងកាត់សភាទើបមានសុពលភាពគណៈបកដែលអង្គុយក្នុងសភាជារបាំងរាល់ទស្សនៈនយោបាយព្រះមហាក្សត្រសម្ដេចនរោត្តមសីហនុមានបំណងចង់ក្រោបអំណាចទាំងស្រុងក្នុងការដឹកនាំកម្ពុជាអូខេខ្ញុំមើលបន្តទៀតមកចូលសំណួរទី3ចូលពណ៌នាពីនយោបាយប្រជាក្រិតនៅក្នុងសង្គមរាស្ត្រនិយមអញ្ចឹងនៅក្នុងនយោបាយមួយគឺសិតតែមាននយោបាយទាំងអស់សិតតែជានយោបាយដែលកម្ពុជាមានការរីកចម្រើនគឺសិតតែផ្សេងៗទាំងអស់ហ្នឹងហើយឥឡូវយើងចូលសំណួរទី3ទៅហើយចូលពណ៌នាពីនយោបាយប្រជាក្រិតនៅក្នុងសង្គមរាស្ត្រនិយមអញ្ចឹងសំណួរដែលទាក់ទងនឹងពណ៌នានយោបាយជាក្រិតនេះគឺសិតសឹងតែចេញជារៀងរាល់ឆ្នាំទាំងអស់តែយើងមិនដឹងថានៅក្នុងសម័យណាឬក៏របបណាមួយទេប៉ុន្តែគឺខ្ញុំធានាថាចេញឲ្យទៅពាក្យថាពណ៌នាចូលពណ៌នាពីនយោបាយហ្នឹងហើយអញ្ចឹងយើងធ្វើការឆ្លើយមកពណ៌នាពីនយោបាយជាក្រិតនៅរបបសង្គមរាស្ត្រនិយមមូលហេតុដែលបណ្ដាលឲ្យកម្ពុជាអនុវត្តគោលនយោបាយជាក្រិតអនុវត្តតាមសេចក្តីត្រូវការរបស់សន្និសីទក្រុងនឺសែវឆ្នាំ1954ដែលស្នើដោយសូវៀតនិងចិនអូខេកន្លែងនេះគឺខ្ញុំខកហាក់ក្រៅរត់តិចហើយអូខេយើងមកមើលតទៀតកម្ពុជាចង់រួមរស់ដោយសន្តិភាពសហវិជ្ជមានជាមួយនឹងបណ្ដាប្រទេសនានាលើពិភពលោកពិសេសប្រទេសជិតខាងថ្ងៃដោយសារតែកម្ពុជាយើងចង់រួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសដែលនៅជាប់ជិតខាងយើងនេះដូចជាថៃវៀតណាមឡាវឯណាប៉ុន្តែប្រទេសគេគឺមិនចង់នេះទេគឺចង់បានតែចង់បានតែតាមទឹកដីខ្មែរទេដូចជាប្រាសាទតាម៉ុនតូចតាម៉ុនធំឥឡូវនេះគឺកំពុងតែវឹកវរហើយហ្នឹងហើយឥឡូវយើងមកមើលបន្តទៀតដើម្បីពង្រឹងនយោបាយជាក្រិតនៅក្នុងសង្គមរាស្ត្រនិយមនេះកន្លែងនេះយើងដាក់សញ្ញាបូកមក18មីនា1955ក្នុងដំណើរទស្សនកិច្ចទៅឥណ្ឌាសម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាជាមួយនឹងលោកនេរុលើសេចក្តីប្រកាសតែមួយគឺរួមរស់ជាមួយគ្នាដោយសុខសន្តិភាព24មេសាក្នុងសន្និសីទកំពូលនៃ
ប្រទេសជាតិអាស៊ីអាហ្វ្រិកនៅទីក្រុងបាតុងព្រះអង្គបានប្រកាសពីគោលនយោបាយអព្យាក្រឹតនិងបានរួមរស់ជាមួយគ្នាដោយសុខសន្តិភាព14ធ្នូ1955ក្នុងពេលដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិកម្ពុជាបានប្រកាសពីមាគ៌ានយោបាយអព្យាក្រឹត1956នៅទីក្រុងប៊ីយ៉ូនីព្រះអង្គបានចុះហត្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធលទ្ធផលនៃនយោបាយអព្យាក្រឹតអញ្ចឹងលទ្ធផលដំបូងគឺយើងដាក់មកលទ្ធផលអព្យាក្រឹតដំបូងកម្ពុជាល្បីសួរសាយក្នុងតំបន់បកប្រឆាំងពុំមានជំទាស់ហើយសរសើរពីនយោបាយនេះកម្ពុជាបានសុខសន្តិភាពអស់រយៈពេល15ឆ្នាំចាប់ពីឆ្នាំ1955ដល់1970ស្របពេលដែលប្រទេសជិតខាងជួបនឹងសង្គ្រាមយើងមកមើលពីដំណាក់កាលសង្គ្រាមត្រជាក់នយោបាយអព្យាក្រឹតកាន់តែចុះខ្សោយដោយសារមហាអំណាចមនោគមវិជ្ជាទាំងពីរគឺសេរីនិងកុម្មុយនីសពុំទុកកម្ពុជាជាមាគ៌ាសន្តិភាពនិងបំពេញលើនយោបាយអព្យាក្រឹតជំនួយពីសហរដ្ឋអាមេរិកមានទិសដៅចិញ្ចឹមពុស្ដានិយមប្រទេសថៃឧបត្ថម្ភគាំទ្រចលនាខ្មែរសេរីឲ្យវាយសង្គមរាស្ត្រនិយមវៀតណាមខាងត្បូងឈ្លានពានព្រំដែនកម្ពុជាវៀតណាមខាងជើងប្រើប្រាស់ផ្លូវលំហូរជីមីងឆ្លងកាត់ទឹកដីខ្មែរនិងបោះមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជាសង្គមរាស្ត្រនិយមអនុវត្តនយោបាយអព្យាក្រឹតមិនចំទិសដៅដោយលំអៀងទៅរកកុម្មុយនីសអញ្ចឹងគឺត្រង់កន្លែងនេះហើយដែលធ្វើឲ្យរបបត្រូវបានដួលរលំហ្នឹងហើយដោយសារសង្គ្រាមត្រជាក់ហ្នឹងអូខេហើយជាចុងក្រោយក៏សូមជូនពរឲ្យបងប្អូនមើលប្រឡងបានទេល្អហើយកុំភ្លេចខិតខំនៅក្នុងការមើលមេរៀនអានឲ្យបានច្រើនផងចំពោះមុខវិជ្ជាប្រវត្តិបើយើងអានបានច្រើនទៅពេលដែលយើងឆ្លើយសំណួរគឺការឆ្លើយយើងមិនចាំបាច់ថាយើងសរសេរឲ្យត្រូវទាំងអស់ទេយើងសរសេរធ្វើយ៉ាងម៉េចឲ្យគ្រប់នឹងលក្ខខណ្ឌសំណួរគេមក5សំណួរយើងសរសេរ5សំណួរមកទៅពេលខ្ញុំប្រឡងគឺខ្ញុំមុនប្រឡងរយៈពេលនិយាយរួមយើងរៀនតាំងពីដើមឆ្នាំហ្នឹងហើយយើងឧស្សាហ៍អានឲ្យបានច្រើនទៅពេលដែលយើងប្រឡងទៅគឺយើងឃើញសរសេរមកបានគឺទាំងអស់ហ្នឹងហើយសម្រាប់មុខវិជ្ជាប្រឡងគឺខ្ញុំប្រវត្តិគឺខ្ញុំទទួលបាននីតិ A ហ្នឹងហើយជាចុងក្រោយសូមបងប្អូនជួយចុច like និង subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗ